វីដេអូថ្ងៃនេះខ្ញុំប្រាប់ថាយើងអត់ចាំបាច់លាប foundation អីក្រាស់ៗអញ្ចឹងទៀតទេឈប់ធ្វើអញ្ចឹងទៀតឥឡូវយើងធ្វើភេសជ្ជៈញ៉ាំចំនួនពួកលេអស់ហ្នឹងវិញទៅធ្វើទាំងអស់គ្នាបងប្អូនប្រើក្រូចចំនួន2ផ្លែងាប់ហើយភេសជ្ជៈនេះបងញ៉ាំទាំងអស់គ្នាទៅធានាឲ្យស្បែកស្អាតណាស់ការ៉ុតមួយផ្លែមើមខ្ញីបន្តិចខ្ញីល្អចំពោះសុខភាពស្បែកឈាមដើរបានល្អមើមរមៀតមានសារធាតុ curcumin ល្អខ្លាំងធ្វើឲ្យយើងក្មេងប្រឆាំងបង្ការមហារីកអរគុណដល់សាប៊ូដុំមុខក្លែមពូខេណែដុសទៅមុខក្មេងជាងមុន10ទៅ20ឆ្នាំឥឡូវចាប់ផ្ដើមធ្វើចិត្តក្រូចចិត្តសបកក្រូចចាញ់ងាប់ហើយក្មួយខ្ញុំនៅខាងក្រោយនេះឲ្យធ្វើការអត់ព្រមធ្វើការទេឥឡូវសឡឹងមើលមីងថតវីដេអូនេះអត់យល់ទេឥឡូវកាត់ក្រូចជា2ជា3ខ្ញុំគួរតិចបងប្អូនក៏ប្រកាន់បោះចូលទៅក្នុងម៉ាស៊ីនគៀបទឹកផ្លែឈើការ៉ុតលាងទឹកឲ្យស្អាតកាត់ក្បាលរបស់វាបន្តិចកាត់កតុយចោលបន្តិចកាច់វាកង់ដាក់ចូលទៅក្នុងម៉ាស៊ីនគៀបទឹកផ្លែឈើការ៉ុតសម្បូរទៅដោយពពួកវីតាមីនសារធាតុចិញ្ចឹមច្រើនណាញ៉ាំការ៉ុតស្បែកស្អាតផ្នែកភ្លឺអ្នកមញោបអ្នកស្បែកអត់ស្អាតអត់មានសម្រាប់ញ៉ាំការ៉ុតគ្រឿងផ្សំអស់ហ្នឹងដាក់ចូលគ្នាបងប្អូនណាការពារជំងឺមហារីកផលស្បែករបស់យើងស្អាតផងមុខនៅក្មេងផងហើយអត់ចាំបាច់លាបអីក្រាស់បិទបាំងស្នាមអីទេព្រោះតែប៉ុណ្្នឹងទៅស្អាតយកទៅណែអស់ដាក់ខ្ញីចូលមុនដាក់រមៀតចូលដាក់ខ្ញីចូលចាំបន្តិចឲ្យម៉ាស៊ីនធ្វើការម៉ាស៊ីនកំពុងតែគៀបមកខាងទឹកមកខាងកាឥឡូវបានទឹករបស់វាហើយបងប្អូនជាទីស្រឡាញ់ចិត្តបានញ៉ាំហើយខ្ញុំយកទៅញ៉ាំនៅខាងក្រោយផ្ទះពួកក្រោយផ្ទះស្អាតអូខេ1 2 3ចាក់វាចូលទៅក្នុងកែវស្អាតមួយមកបងទុកក្នុងទូទឹកកកញ៉ាំបានមួយសប្តាហ៍ណាទុកកុំឲ្យខូចហើយយើងចាក់វាចូលទៅក្នុងយើងញ៉ាំវាទៅ20 ml ទេមួយថ្ងៃព្រលឹមឡើងពោះតាទេញ៉ាំទៅធានាឲ្យ100%យើងក្មេងហើយស្អាតប្រព័ន្ធរាងកាយរបស់យើងខ្លាំងផ្នែកភ្លឺសលេះល្អស្បែកស្អាតអត់ងាយឈឺអីទាំងអស់ហើយអត់ចាំបាច់លាបអីក្រាស់ទៀតទេហើយកុំភ្លេចដុសមុខជាមួយសាប៊ូដុសមុខក្លែមពូខេណែផងអីសាប៊ូធម្មជាតិដុសទៅមុខក្មេងស្អាតកែខៃស្បែកគ្រប់ប្រភេទពិសេសស្បែកដែលពិបាកកែណាបងប្អូនណាអរគុណ